រឿងញ៉ាំមួយទុកចិត្តលើកូនខ្ញុំមកបងប្អូនហើយស្អីក៏នឹកឃើញចង់ញ៉ាំដែរហើយទាខ្ញុំឲ្យឆាមីគីឡូនេះញ៉ាំនិយាយទៅខ្ញុំចេះតែរវល់អត់បានធ្វើបងប្អូនថ្ងៃនេះទៅមានពេលធ្វើឲ្យកូនញ៉ាំណាមួយនឹកឃើញចង់ញ៉ាំខ្លួនឯងដែរខានធ្វើញ៉ាំយូរក៏ទិញ1 គីឡូយកមកធ្វើញ៉ាំតែម្ដងទៅហើយទៅពេលយកមកដល់ឆាលើផ្ទះហ្នឹងនិយាយថាច្រើននោះច្រើនហើយបងប្អូនយើងលាយសាច់ជ្រូកលាយគ្រឿងគ្រប់មុខអញ្ចឹងទៅឆាឡើងចង់រយដែរបងប្អូនអរគ្នាហើយការធ្វើមីឆារបស់ខ្ញុំគឺបែបងាយស្រួលទេបងប្អូនសំខាន់គឺឆ្ងាញ់មែនទែនហើយញ៉ាំលេងបងប្អូនអត់មានបានញ៉ាំបាយអីទេថ្ងៃហ្នឹងធ្វើយើងច្រើនដែរហើយជាដំបូងហ្នឹងខ្ញុំចាប់ផ្ដើមយកមីរបស់យើងហ្នឹងមកបរិយាវាសិនហើយនេះគ្រឿងផ្សំរបស់យើងមានតែប៉ុន្មានមុខហ្នឹងឯងមានសាច់ជ្រូក3ជាន់ហើយយើងមានជីឆាយខ្ទឹមបារាំងហើយនិងការ៉ុតហើយគ្រឿងផ្សំបន្ទាប់ទៀតយើងមានដាក់ជីហឺហើយប៊ីហើយនិងផ្សិតក្រៀមនិយាយទៅដាក់តែប្រហែលមុខហ្នឹងគឺមីឆារបស់យើងគឺឆ្ងាញ់មែនទែនបងប្អូនអរគ្នាសំខាន់ពេលយើងឆាខ្ញុំអត់ដែលភ្លេចដាក់ជាមួយនឹងជីហឺហើយប៊ីហ្នឹងទេខ្ញុំត្រាំវាឲ្យរៀងរីកបន្តិចហើយយើងយកមកហាន់កង់បែបហ្នឹងមកបងប្អូនចាដើម្បីទុកឆាច្របល់ជាមួយនឹងសាច់ជ្រូក3ជាន់របស់យើងណាហើយកូនខ្ញុំបងប្អូនអើយនិយាយពីថាឃ្លានតែរបស់អញ្ចឹងយ៉ាងឯងមីឆាស្ប៉ាហ្គេទីអីភីសាអីអញ្ចឹងទៅបងប្អូនហើយផ្សិតក្រៀមហ្នឹងខ្ញុំយកទៅត្រាំទឹកឲ្យវារីកដែរបងប្អូនអរគ្នាហើយយើងច្របាច់ឲ្យវាជ្រះជាមួយនឹងក្លិនវាទៅព្រោះអីពេលយើងច្របាច់ទៅវាចេញខ្មៅទឹកខ្មៅដែរច្របាច់ឲ្យជ្រះល្អហើយយើងយកមកហាន់ជាចំណិតចង្វាមូលទូចអញ្ចឹងទៅបងប្អូនចាយើងទុកឆាជាមួយនឹងគ្រឿងរបស់យើងនឹងឲ្យវាចូលជាតិគ្នាល្អបើសិនជាយើងដាក់ធំពេកក៏យើងបាក់ញ៉ាំដែរព្រោះអីផ្សិតហ្នឹងទៅពេលយើងត្រាំវារីកធំដែរហើយបន្តមកទៀតខ្ញុំចាប់ផ្ដើមយកជាមួយនឹងសាច់ជ្រូក3ជាន់របស់យើងហ្នឹងយើងមកហាន់ជាចំណិតកង់អញ្ចឹងយើងងាយស្រួលក្នុងការច្រាំឲ្យវារាងម៉ត់ណាបងប្អូនហើយសាច់ជ្រូកខ្ញុំប្រើប្រហែលជា8ខាំព្រោះអីមីយើងហ្នឹងវា1 គីឡូបងប្អូនអញ្ចឹងសាច់ជ្រូកដាក់រៀងច្រើនដែរហើយស្បែកវាហ្នឹងខ្ញុំប្រលះយកវាចោលព្រោះអីអត់បានដាក់ឆាជាមួយទេបងប្អូនចាយើងច្រាំវាឲ្យរៀងមាត់បន្តិចហើយយើងទុកយកទៅឆាតែម្ដងនិយាយទៅម្ហូបថ្ងៃហ្នឹងគឺញ៉ាំតែឆាមីពេញមួយថ្ងៃម្ដងបងប្អូនដោយសារតាទិញមកច្រើនអញ្ចឹងធ្វើឡើងមកផ្ទះធំហើយយើងចាប់ផ្ដើមមកដំខ្ទឹមមកខ្ទឹមសយើងហ្នឹងបងប្អូនយើងដំឲ្យវាបែកចឹងហើយយើងច្រាំវារៀងមាត់បន្តិចដើម្បីយកទៅទុកឆាពេលខ្លះខ្ញុំមិនបាច់ចាំនឹកប្រហូបអីបងប្អូនអរគ្នាមកកូនខ្ញុំវិញបកែរនឹកចង់ញ៉ាំនេះចង់ញ៉ាំនោះណាតាម៉ែហ្នឹងខ្ជិលធ្វើឲ្យញ៉ាំតាហើយនេះខ្ញុំដាក់ពងខ្ទឹមហើយយើងចាប់ផ្ដើមយកសាច់ជ្រូកដែលយើងច្រាំហ្នឹងមកកូរវាឲ្យឡើងឈ្ងុយបន្តិចមកណាមួយឲ្យវារៀងឆ្អិនក្រៀមបន្តិចណាបងប្អូនចាកូរវាឡើងឈ្ងុយហើយចាំយើងដាក់គ្រឿងបន្តទៅថែមក្រោយតាមក្រោយទៀតគ្រឿងរបស់ខ្ញុំថ្ងៃហ្នឹងយើងមានលាយហើយស្រាច់ហើយយើងដាក់ទឹកសុសរបស់យើងហ្នឹងមានជាមួយនឹងប្រេងខ្យងទឹកត្រីហើយប៊ីចេងអីនៅក្នុងនឹងស្រេចតែម្ដងអញ្ចឹងយើងហត់តែដួសយកមកដាក់ស្លហើយខ្ញុំបន្ថែមរ៉តឌីចូលទៅបន្តិចបងប្អូនអរគ្នាសាច់8ខាំហ្នឹងខ្ញុំដាក់ទឹកសុសរបស់ខ្ញុំ5លាបព្រាបងប្អូនចា5វែកណាចាបន្ទាប់មកទៀតខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងយូហឺហើយប៊ីហើយតមកខ្ញុំដាក់ទឹកប៉េងប៉ោះនិងទឹកម្ទេសចូលទៅហើយបន្ទាប់មកខ្ញុំបន្ថែមជាមួយនឹងស្ករចូលទៅបន្តិចបងប្អូនហើយខ្ញុំលួចដាក់ជាមួយនឹងម្រេចចូលទៅបន្តិចមួយចុងលាបព្រាអញ្ចឹងណាបងប្អូនចាច្បល់វាចុះឡើងអញ្ចឹងហើយបន្ថែមគ្រឿងចូលទៅទៀតមានផ្សិតក្រៀមដែលយើងបានហាន់កង់ហ្នឹងដាក់ចូលទៅតាមក្រោយទៀតយើងដាក់អញ្ចឹងឲ្យវាចូលជាតិល្អនិយាយទៅយើងឆាសាច់ជ្រូកហើយនឹងបន្លែរបស់យើងនៅឲ្យចូលជាតិសិនចាំយើងដាក់មីចូលទៅតាមក្រោយបន្ទាប់ពីយើងកូរត្រឡប់ហើយទឹកពុះយើងភ្លក់រសជាតិឲ្យហើយបងប្អូនចារសជាតិមកល្មមហើយចាំយើងដាក់មីទៅគឺកូរត្រឡប់ឲ្យមីនិងគ្រឿងរបស់យើងចូលជាតិគ្នាតែប៉ុណ្ណឹងគឺយើងអាចយកមកញ៉ាំបានហើយបើសិនជាយើងដាក់គ្រឿងតាមក្រោយមីវាអាចនឹងនៅដុបអញ្ចឹងណាអញ្ចឹងយើងដាក់រសជាតិមកល្មមឲ្យឆ្ងាញ់ឲ្យហើយមកចាំយើងដាក់មីទៅបងប្អូនហើយមី1 គីឡូហ្នឹងគឺច្រើនដែរបងប្អូនអើយកូរទៅឡើងមកផ្ទះធំហើយញ៉ាំហ្នឹងញ៉ាំដល់ល្ងាចទេបងប្អូនចាគឺច្រើនមែនទែនម្នាក់មានបានញ៉ាំបាយទេថ្ងៃហ្នឹងគឺញ៉ាំឆាមីហ្នឹងហ្មងហើយបន្ទាប់ពីយើងកូរគ្រឿងនឹងវាចូលជាតិ
ល្អជាមួយមីហើយខ្ញុំដាក់ជាមួយនឹងខ្ទឹមបារាំងបងប្អូនចាហើយនឹងស្លឹកកញ្ឆាយចូលទៅបងប្អូនអរគ្នាកូរត្រឡប់តាបន្តិចហ្នឹងគឺឆ្អិនហើយនិយាយទៅខ្ញុំបាច់ដាក់ឲ្យបន្លែហ្នឹងឲ្យលួយពេកទេរៀងជ្រុបគឺឆ្ងាញ់តែម្ដងបងប្អូនអរគ្នាហើយកូនខ្ញុំគ្រាន់តែមកដល់ពីសាលាវិញគឺដុសញ៉ាំតែម្ដងអត់មានផ្លាស់ខោអាវសាលាចេញទេបងប្អូនហើយមើលទៅគឺទំនងមែនទែនហើយអានេះបើសិនជាយើងបានដាក់ជាមួយនឹងគ្រឿងក្នុងជ្រូកអីទៀតហ្នឹងគឺកាន់តែឆ្ងាញ់តែថ្ងៃហ្នឹងខ្ញុំបានទិញមកខ្ញុំដាក់តែសាច់ជ្រូក3ជាន់មកហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណច្រើនបងប្អូនជួបគ្នាវីដេអូក្រោយទៀត